សូមជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះថ្ងៃទី16ខែ4បាទត្រូវជាថ្ងៃសង្ក្រាន្តបាទចូលឆ្នាំថ្មីនៃប្រពៃណីខ្មែរយើងបាទវេលានេះម៉ោង9បាទត្រូវជាឆ្នាំ2025បាទខ្ញុំបាននៅតែចែកទឹកបន្តរហូតដល់ថ្ងៃទី20ខែ4ឆ្នាំ2025បាទសម្រាប់ពុកម៉ែបងប្អូនដែលគាត់ធ្វើដំណើរបាទចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាទខ្លងលើកខេត្តបន្ទាយមានជ័យបាទបានមកធ្វើដំណើរមកចូលទឹកដីថៃបាទខ្ញុំបាននៅតែចែកបន្តបាទទីតាំងដដែលដែលមានទឹក6បាទរហូតដល់បាទចែករាល់ថ្ងៃមិនថាថ្ងៃណាទេបាទចែករហូតដល់ថ្ងៃទី20ទឹករហូតដល់300យួរបាទក្នុងមួយថ្ងៃបាទដែលមានទឹកបាទគ្រីស្តាល់បាទសឹងបាទនិយាយទៅគឺយើងតម្រូវការសម្រាប់បងប្អូនតែគាត់ជួនកាលគាត់អត់អាចហូបទឹកគ្រីស្តាល់បានឬអ្នកខ្លះទៀតក៏ហូបតែទឹកណាំធីបឬក៏អ្នកខ្លះទៀតផឹកបានតែទឹកសឹងអីចឹងទៅអញ្ចឹងយើងមានច្រើនប្រភេទមែនទែនសម្រាប់ឲ្យពុកម៉ែបងប្អូនបាទបរិភោគបាទតាមតម្រូវការហូបបរិភោគឲ្យបាទឲ្យឆ្អែតបាទហូបប្រមាណហូបចោលឲ្យតែឆ្អែតបាទនេះជាសេចក្តីជ្រះថ្លាបាទសម្រាប់ខ្ញុំបាទចែកជូនពុកម៉ែបងប្អូនដែលគាត់ធ្វើដំណើរទៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹកចូលទៅទឹកដីថៃបាទដែលមានតែសេអក្សរថា free បាទចែកទឹក free ឬក៏ចែកទឹកបរិភោគ free បាទជាភាសាថៃផងជាភាសាអង់គ្លេសផងជាភាសាខ្មែរយើងផងបាទហ្នឹងហើយនេះជាសេចក្តីជ្រះថ្លាសម្រាប់ពុកម៉ែបងប្អូនបាទជើញយកបរិភោគចាស់ដោយសេរីបាទហើយខ្ញុំសាងកុសលផលបុណ្យទាំងអស់នេះបាទសូមឲ្យពុកម៉ែបងប្អូនដែលកំពុងតែទស្សនាឬក៏កំពុងតែតាមដានឬក៏កំពុងតែមើល Facebook របស់ខ្ញុំបាទខ្ញុំនឹងចែកបុណ្យបាទមគ្គផលដែលខ្ញុំបានធ្វើនេះបានសាងនេះឲ្យបានបុណ្យដូចតែខ្ញុំធ្វើអញ្ចឹងដែរឲ្យត្រជាក់ដូចទឹកអញ្ចឹងបាទកុំឲ្យជាតិក្រោយយើងកុំឲ្យខ្វះខាតកុំឲ្យស្រេកឃ្លានកុំឲ្យបាទមានតែបាទជួបតែរឿងល្អល្អជួបតែបុគ្គលល្អល្អជួបតែបាទខ្សែគប់តែមិត្តភក្តិមិត្តភឿនដែលល្អល្អគេថាហ្នឹងហើយសម្រាប់ទឹកនេះមិនមែនតែចែកតែជនជាតិខ្មែរយើងទេបាទគ្រប់ជនជាតិសាសន៍ទាំងអស់បាទសូមអញ្ជើញយកបរិភោគដោយសេរីចុះបាទមិនថាពូជសាសនាទេបាទអញ្ចឹងសេចក្តីជ្រះថ្លារបស់ខ្ញុំបានធ្វើនេះក៏ចែកជូនបុណ្យផលបុណ្យដែលខ្ញុំបានធ្វើនេះចែកជូនពុកម៉ែបងប្អូននៅស្មើគ្នានៅអ្វីដែលខ្ញុំបានធ្វើសាងមគ្គផលនេះផងបាទមិនមែនតែនេះទេគឺចែកជូនពុកម៉ែបងប្អូនមកគ្រប់ជាតិសាសន៍ទាំងអស់មកអញ្ជើញមកបរិភោគដោយសេរីចុះបាទដោយអត់គិតថ្លៃបាទជាចុងក្រោយជូនពរពុកម៉ែបងប្អូនក្នុងឱកាសចូលឆ្នាំថ្មីសង្ក្រាន្តឆ្នាំថ្មីនេះសូមឲ្យជួបតែសេចក្តីសុខសេចក្តីសប្បាយរកទទួលទានមានបានទៅណាមកណាមានតែសុភមង្គលក្នុងក្រុមគ្រួសារជាឆ្ងាយពីបាទជំងឺផ្សេងសូមអរគុណសូមជម្រាបលាកុំភ្លេចណាមកញ៉ាំបរិភោគបាទទឹកហ្វ្រីបាទនៅបាទច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹកសូមអរគុណ